វេលាថ្មើរនេះម៉ោងទើបប្រមាណជា2ឬ3រសៀលប៉ុណ្ណោះប៉ុន្តែស្ថិតនៅក្រោមស្រមោលកំបាំងម្លប់កណ្ដាលព្រៃធម្មជាតិហាក់ឈានចូលដើមរាត្រីបាត់ទៅហើយសំដោយមេឃកំពុងតែរកកលចង់ធ្លាក់ភ្លៀងមកផងក៏កាន់តែជំរុញឲ្យវាងងឹតខ្លាំងទៅជាពិសេសនៅតាមបរិវេណខាងក្រោមទន្ទឹមសន្ទុះខ្យល់រសាត់បក់ផាត់មកម្ដងងាកទៅត្រង់ណាក៏ឃើញតែស្លឹកឈើហោះហើរប៉ើងរប៉ាត់រប៉ាយអណ្ដែតវិលវល់ស្ទើរចំណាំផ្លូវមិនចង់បានមិនយូរប៉ុន្មានបរិយាកាសក៏កាន់តែអាប់អួរទ្វេឡើងដោយសារខ្យល់មិនបន្ថយឥទ្ធិពលសោះគឺនៅតែបន្តបោកបក់ពីគ្រប់ទិសទីឡើងវក់វីបណ្ដាលឲ្យមែកឈើក្រៀមពុកផុយធំមួយចំនួនបានបាក់ធ្លាក់សន្ធប់ចុះមកក្រោមជាបន្តបន្ទាប់ហើយប្រសិនបើភ្នែកមិនប្រយ័ត្នឬត្រចៀកពុំបានស្ដាប់ឮសម្រាប់តាន់ទេច្បាស់ជាធ្លាក់មកគ្របសង្កត់កិនពីលើពួកយើងដែលកំពុងដើរនៅខាងក្រោមនេះជាក់ជាពុំខានពីមួយជំហានទៅមួយជំហានมันអាចនឹងផ្លាស់ទីទៅលឿនដោយកាលគ្រាចូលមកដំបងឡើយក៏ព្រោះតែបំណែកថ្មធំតូចទាំងឡាយនោះត្រូវបានគ្របដណ្ដប់ទៅដោយគំនរស្លឹកឈើនៅពីលើហេតុនេះប្រសិនបើឈានជើងឬហក់ទៅខុសតែបន្តិចគឺច្បាស់ជាដួលបោកខ្លួនឬផ្កាប់មុខបុកត្រូវផ្ទាំងថ្មទាំងនោះរបួសធ្ងន់ធ្ងរដោយយល់ឃើញបែបនឹងហើយទើបមានតែទ្រាំព្យាយាមដើរក្នុងដំណើរមួយតាមសម្រួលនឹកឃើញកាលគ្រាដើរចូលមកដំបូងផ្លូវនេះពិតជាស្រស់ស្អាតខ្លាំងណាស់ងាកទៅត្រង់ណាក៏ប្រទះតែបែបផែននៃរុក្ខជាតិធម្មជាតិគួរជាទីទាក់ទាញមានទាំងស្នាមផ្លូវកាច់កងវៀងដោយគេគូសចាបង្ហាញប្រាប់ប៉ុន្តែលុះដល់ពេលត្រឡប់វិញសន្តានភូមិសាស្ត្រខ្លះហាក់ដូចជាប្រែប្រួលខុសប្លែកយ៉ាងម៉េចមិនដឹងខណៈដើរកាន់តែយូរគឺហាក់វិលចូលមកតែកន្លែងដដែលទើបខ្ញុំចាប់ផ្ដើមដឹងថាពួកយើងប្រហែលជាកំពុងវង្វេងផ្លូវហើយទោះយ៉ាងណាខ្ញុំក៏ពុំទាន់ស្លន់ស្លោខ្លាំងពេកដែរព្រោះតែគិតថាវាគឺជាកំហុសរបស់ខ្ញុំតែម្នាក់គត់ដែលចង់ចូលមកក្នុងព្រៃនេះដូច្នេះខ្ញុំត្រូវតែព្យាយាមដោះស្រាយរកផ្លូវចេញទៅវិញឲ្យខាងតែបានដង្ហើមដកញាប់សឹងតែមិនចង់ដល់គ្នាញើសជាប់អាវក៏ស្ទើរតែដោះមកពូតជាទឹកបានខណៈបោះជំហានលឿនទៅមុខបណ្ដាភ្នែកទាំងគូងាករេរំពៃជាប់តាមមើលស្នាមផ្លូវដែលបានរលុបបាត់ដានលុះច្រើននាទីកន្លងទៅដោយរាងកាយក៏កាន់តែហត់ហេវអស់កម្លាំងផងខ្ញុំក៏បានប្រាប់អាពីងឲ្យឈប់សម្រាកសិនខ្ញុំសែនល្វើយសឹងតែទន់ជង្គង់ទៅហើយតែក៏នៅឆ្លៀតប្រឹងសម្លឹងមើលទៅទិដ្ឋភាពជុំវិញខ្លួនដែលហាក់មានសភាពខុសពីធម្មតានិងចាប់ផ្ដើមមានអារម្មណ៍ថាវាដូចជាផ្លូវត្រូវបានផ្លាស់ប្ដូរយ៉ាងចម្លែកព្រោះបើយោងតាមបទពិសោធន៍ដើរព្រៃនៅឯស្រុកហោចណាស់ក៏ខ្ញុំអាចសម្គាល់ឬចំណាំអ្វីមួយបានយ៉ាងជាក់លាក់ជាពិសេសរាល់ផ្លូវណាដែលបានឆ្លងកាត់រួចម្ដងហើយគិតទៅវាពិតមិនសមឡើយដែលមកត្រូវវង្វេងត្រឹមព្រៃប៉ុណ្ណឹងខណៈកំពុងអង្គុយអស់សង្ឃឹមក៏លេចភ្នែកមួយផ្លែតទៅមើលមុខអាពីងក៏ស្រាប់តែរលឹកនឹកទៅដល់ផ្លែមៀនដែលវាបានបកទំពាជាបន្តបន្ទាប់កាលចូលមកដំបូងបានគិតមកដល់រឿងនេះភ្លាមក្នុងចិត្តហាក់រៀងធូរស្បើយប្រៀបបានទេវតាយាងមកប្រោសបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមដើរសម្លឹងមើលតែតាមស្នាមសម្បកផ្លែមៀនដែលបានធ្លាក់នៅតាមផ្លូវក្បែរត្រង់កន្លែងដែលយើងបាននឹងកំពុងឈរនេះ
ហើយក៏ចេះតែបន្តដំណើរទៅមុខតិចៗដោយមិនខ្វល់ថាបានកាត់សន្តានផ្លូវថ្មីចម្លែកយ៉ាងណាទេខ្ញុំចាប់ផ្ដើមដឹងច្បាស់ថាព្រៃនឹងគឺពិតជាមានសភាពខុសប្រក្រតីសម្គាល់ដោយឃើញលេចចេញនៅប្រភេទដើមឈើថ្មីៗរួមនឹងវល្លិសរសៃធំគួចរមូលពាន់ពាក់ខ្វាត់ខ្វែងប្រដូចបានទៅនឹងព្រៃនាបុរាណកាលសម័យក្នុងឆ្នាំណាមួយជាពិសេសស្ទើរតែគ្រប់ដើមគឺសុទ្ធតែមានកំណាត់ដំបងឈើភ្លើងគប់ដែលធ្លាប់បានប្រើប្រាស់បានដាក់គងផ្អែកតាមគល់តាមបង្គាប់ប្រឡោះនៃរុក្ខជាតិធំទាំងនោះចោលរត់រាយត្រចៀកហាក់ឮស័ព្ទសំឡេងទឹកហូរដើរបានបន្តិចក៏ប្រទះវត្តមានកូនអូកាត់ទៅទឹងមុខព្រៃស្រោងព្រៃស្ដុកវាលស្មៅវែងខ្លីផ្កាធំរីជាប់ដើមខ្ញុំសំឡឹងមុខអាពីងជាប់តែចិត្តបានគិតបង្ហួសទៅដល់រឿងជាច្រើនដែលបានលាក់មិនឲ្យវាដឹងរាប់តាំងពីការដើរវង្វេងស្ថានភាពព្រៃផ្លាស់ប្ដូរនិងរឿងចុងក្រោយគឺស្រមោលចម្លែកតើវាជាអ្វីតាមពិតខណៈពេលកំពុងធ្វើដំណើរដោយរាប់ចាប់តាំងពីបានចេញផុតឆ្ងាយអំពីក្មេងៗនិងលោកតាមកខ្ញុំចេះតែមានអារម្មណ៍រសាប់រសល់ចម្លែកហាក់ដូចជាសញ្ញានៃប្រផ្នូលអ្វីប្លែកនៅក្នុងចិត្តមិនតែប៉ុណ្ណោះខណៈពេលព្យាយាមដើរទៅមុខកាន់តែគៀកចិត្តដល់នឹងច្រកចេញខ្ញុំកាន់តែចាប់ផ្លឹកដឹងថាគឺដូចជាមានអ្វីមួយតាមជាប់ពីក្រោយមករហូតឬមួយដោយសារសំឡេងខ្យល់និងភាពងងឹតទើបចេះតែធ្វើឲ្យខ្ញុំវិលវល់ច្រឡំជាមួយនឹងស្រមោលដើមឈើដើរបណ្ដើរខ្ញុំកាន់តែព្រឺក្បាលបណ្ដើរដែលវាហាក់ដូចជាមានវិញ្ញាណពិសេសអ្វីមួយបានបណ្ដាលឲ្យចិត្តចេះតែនឹកឃើញបែបនេះលុះព្យាយាមលួចសង្កេតតាមដានយូរទៅខ្ញុំក៏ប្រកាសក្នុងចិត្តថាវាពិតមិនខុសឡើយហើយក៏មិនច្រឡំដែរគឺពិតជាមានស្រមោលខ្មៅមួយបាននឹងកំពុងហោះតាមពួកយើងមែនប៉ុន្តែរាល់ពេលងាកទៅមើលម្ដងវាក៏តែងរលាយបាត់ទៅវិញភ្លាមឬក៏ហោះចូលទៅក្នុងដើមឈើក្បែរបាត់ទៅក្រោយពីបានឃើញច្បាស់ផ្ទាល់នឹងភ្នែកមកជាបន្តបន្ទាប់នៅតាមផ្លូវពួកយើងក៏ចាប់ផ្ដើមប្រទះឃើញមានរបស់ចម្លែកច្រើនហូរហែដូចជាសរសៃក្រណាត់ក្រហមដែលត្រូវបានគេចងភ្ជាប់ជាមួយមែកឈើសន្តានដូចទៅនឹងរុក្ខជាតិបុរាណធំមួយដែលខ្ញុំបានឃើញកាលពីយប់កន្លងទៅនោះរហូតដើរមួយសន្ទុះក៏បន្តឃើញបាយសម្លមាន់ស្ងោរនៅមានផ្សែងក្តៅហុយដូចជាត្រូវបានគេយកមកទុកចោលនៅតាមគល់ឈើលើកម្រាលស្លឹករុក្ខជាតិធំនឹកអាណិតតែអាពីងខំដើរដៀងតាមសម្លឹងមើលរបស់ទាំងនោះស្ទើរតែហូរទឹកមាត់ប៉ុន្តែខ្ញុំក៏ចេះតែនិយាយហាមឃាត់ព្រោះមិនចង់ឲ្យវាទៅប៉ះពាល់របស់ទាំងនោះឡើយក៏ដោយសារតែហេតុផលនេះហើយទើបខ្ញុំព្យាយាមបង្ខំឲ្យវាបានរូតរះដើរចេញឲ្យលឿនតាមដែលអាចធ្វើទៅបានដើម្បីនឹងគេចផុតពីហេតុភេទដែលបាននឹងកំពុងមកបំភាន់ភ្នែកពួកយើងឈានជើងដើរបណ្ដើរក្នុងចិត្តខ្ញុំក៏ចាប់ផ្ដើមគិតបណ្ដើរដែរថាប្រហែលជាពួកយើងបានធ្វើអ្វីលើសលួសឬខុសមាត់ខុសកអ្វីមួយហើយទើបបារមីម្ចាស់ទឹកម្ចាស់ដីប្រលឹងវិញ្ញាណខ្មោចព្រៃបាននិមិត្តរបស់ទាំងនោះមកឲ្យឃើញ
ហើយរងចាំមើលឲ្យតែពួកយើងហ៊ានចូលទៅប៉ះពាល់គឺច្បាស់ជាមានរឿងអាក្រក់ណាមួយកើតឡើងភ្លាមតែម្ដងកំពុងតែប្រលឹងនៅចុងសក់អារម្មណ៍ក៏មិននៅក្នុងខ្លួនស្រាប់ផងរំពេចនោះអាពីងក៏បានដើរពីក្រោយយ៉ាងលឿនដើម្បីមកកេះស្មាខ្ញុំហាក់ដូចជាចង់ប្រាប់នៅរឿងអ្វីមួយរួចទើបយកដៃចុងអុលទៅលើគំនរថ្មបុរាណធំប៉ុន្មានផ្ទាំងដែលបានបាក់កោលើគ្នាលាយឡំជាមួយវល្លិស្មៅដុះពីលើជាប់នឹងរបាំងព្រៃនៃរូងថ្មធំមួយឆ្ងាយពីពួកយើងប្រមាណជា10ម៉ែត្រប៉ុន្តែអ្វីដែលប្លែកគឺចាប់អារម្មណ៍ត្រង់នៅលើដីជាប់មាត់រូងដែលមានសភាពខ្មៅងងឹតនោះបែរជាប្រទះនៅវត្ថុអ្វីម្យ៉ាងចាំងពន្លឺមកផ្លេកធ្វើឲ្យភ្នែកអាចឃើញបានដោយងាយដែលបើតាមការទាយគឺច្បាស់ជាគ្រឿងអលង្ការដែលត្រូវបានគេយកទៅប្លង់ចោលនៅទីនោះឡើងមួយគំនរដោយចិត្តត្រេកអរនិងភ្ញាក់ផ្អើលចំពោះរបស់ដ៏មានតម្លៃទាំងនោះអាពីងក៏បានស្ទុះវឹងសម្ដៅរត់ទៅចាប់កាន់វាភ្លាមនិងបង្ហាញមកខ្ញុំដោយមានទាំងចិញ្ចៀនខ្សែកពេជ្រកងជើងកងដៃស្នៀតសក់និងក្របត្បូងធំតូចសុទ្ធសឹងជាសម្បត្តិទ្រព្យដែលពុំធ្លាប់បានឃើញពីមុនមកសោះខ្ញុំឈប់ស្ងៀមលេបទឹកមាត់ដោយការភិតភ័យដោយសារតែហាមឃាត់វាមិនទាន់ភ្លាមនោះខ្ញុំក៏បានដើរចូលទៅជិតក្នុងជំហានមួយដោយស្មារតីប្រុងប្រយ័ត្នសម្ដៅទៅក្បែរកន្លែងនោះដែរប៉ុន្តែពិតពុំបានចូលទៅដល់គៀកពេកទេហេតុដោយចិត្តស្ថិតនៅក្នុងការសង្ស័យនិងប្រឡោះរូងដែលមានសភាពខ្មៅងងឹតនោះអាពីងកំពុងសើចសប្បាយកាន់លើកបង្ហាញនៅគ្រឿងមានតម្លៃទាំងនោះចុះឡើងនិយាយផងសើចផងថាថ្ងៃនេះបុណ្យសំណាងរបស់យើងបានមកដល់ហើយយើងពិតជាមានជោគវាសនាណាស់អាសម្លាញ់តែប៉ុននេះពួកយើងនឹងមិនក្រទៀតទេរីឯខ្ញុំបានត្រឹមឈរនៅឆ្ងាយពីវាប្រមាណជា5ម៉ែត្រចាប់ផ្ដើមនិយាយលោមនិងពន្យល់ទៅដោយពាក្យស្រាលថាអាពីងឯងស្ដាប់អញនិយាយសិនណាត្រូវសម្រួលអារម្មណ៍ហើយសម្លឹងមើលមកតែមុខអញបានហើយដោយឃើញទឹកមុខរបស់ខ្ញុំមិនសូវស្រួលវាក៏ឈប់បញ្ចេញសកម្មភាពអ្វីទៀតសុកចិត្តឈរស្ងៀមសម្លឹងមើលមកខ្ញុំក្នុងក្រសែភ្នែកដូចជាភ័យព្រួយក្នុងការដែលខ្ញុំបានមកបង្អាក់អារម្មណ៍ដ៏មានក្តីសុខរបស់វានេះយ៉ាងណាក៏ដោយខ្ញុំក៏នៅតែព្យាយាមបន្តនិយាយទៅកាន់វាទៀតថាអាសំឡាញ់ទុករបស់នោះទៅកន្លែងដើមវិញទៅយើងមិនមែនជាម្ចាស់វាទេបើទោះជាមានអ្នកណាជ្រុះឬក៏ភ្លេចវាក៏ដោយក៏យើងមិនសមនឹងទៅប៉ះពាល់ដែរអ្នកដែលបាត់ឬភ្លេចគេនឹងមករកគេនឹងបារម្ភខ្លាំងជាមួយវាហេតុនេះយើងពុំគួរទៅមានចិត្តចង់បានវាឡើយអាពីងប្រែមុខក្រហមនិងចាប់ផ្ដើមឆ្លើយដោយសំឡេងខ្លាំងមកកាន់ខ្ញុំវិញថាឯងឈួតទេអីយើងក្រណាស់ឯងក៏ដឹងឬមួយក៏ចង់ឲ្យឱកាសនឹងបាត់បង់ទៅខ្ញុំបន្តដកដង្ហើមវែងនិងនិយាយលួងទៅវាទៀតថាអញដឹងថាយើងក្រប៉ុន្តែជឿអញទៅណារបស់ទាំងអស់នឹងវាច្បាស់ជាមានម្ចាស់ដើមយ៉ាងប្រាកដទុកវាឲ្យនៅកន្លែងដើមវិញទៅហើយយើងប្រញាប់ចាកចេញត្រឡប់ទៅផ្ទះវិញជាមួយគ្នាអាពីងទម្លាក់ទឹកមុខចុះដកដង្ហើមធំរហូតមួយស្របក់ក្រោយទើបវាព្រមដាក់របស់នោះទៅកន្លែងដើមវិញហើយងាកសម្លឹងមកខ្ញុំទាំងទឹកមុខស្រពាប់ស្រពោនឃើញបែបនេះខ្ញុំក៏ស្ទុះទៅទះស្មាវាតិចទាំងស្នាមញញឹមហើយទើបបង្គាប់ឲ្យវាលុតជង្គង់ចុះនៅក្បែរកន្លែងនោះនិងចាប់លើកដៃសំពះនិយាយព្រមគ្នាថា
អោលោកម្ចាស់ទឹកម្ចាស់ដីបារមីអ្នកថែរក្សាអារុកអរិយអ្នកតារួមទាំងទេវតាកំពុងមានវត្តមាននៅទីនេះសូមអស់លោកមេត្តាកុំចាប់ទោសអូដំណើរកូនចៅប្រសិនបើពួកយើងពិតជាបានសាងកំហុសឬជ្រុលជ្រួសដោយពាក្យសម្ដីឬសកម្មភាពអ្វីប៉ះពាល់ដល់អស់លោកដោយអចេតនារួចរាល់ហើយអាពីងវាក៏ក្រោកងើបដើរចេញទៅមុនបាត់ទំនងជាអន់ចិត្តជាមួយខ្ញុំក្រោយវាដើរចេញទៅផុតបានប្រហែលជា20ម៉ែត្រខ្ញុំក៏គិតថាបំរុងនឹងរៀបចេញដើរទៅតាមក្រោយដែរតែរំពេចនោះក៏ស្រាប់តែមានខ្យល់អ្វីម្យ៉ាងបានបក់មកមួយវូធ្វើឲ្យប៉ះផ្ទៃមុខនិងប៉ើងសក់ក្បាលរបស់ខ្ញុំតិចៗចេញពីក្នុងរូងខ្មៅងងឹតដែលស្ថិតនៅចំពោះមុខខ្ញុំចាប់ផ្ដើមព្រឺសម្បុរខ្ញាក់និងគិតនៅក្នុងចិត្តថាវាពិតមិនមែនខ្យល់បក់មកដោយធម្មជាតិឡើយគឺហាក់ដូចជាដង្ហើមនៃសត្វអ្វីមួយដ៏ធំសម្បើមដែលសំងំលាក់ខ្លួននៅខាងក្នុងនិងកំពុងសម្លឹងមកកាន់ខ្ញុំពីទីងងឹតនោះមកបន្ទាប់ពីលេបទឹកមាត់បន្តិចក៏តាំងអារម្មណ៍នឹងនៅហើយបន្តងាកដើរត្រឡប់ទៅតាមដំណើរផ្លូវធម្មតាវិញពួកយើងព្យាយាមញាប់ដំណើរដើរយឺតផងលឿនផងទោះជាត្រូវតាក់រុះមុតនឹងបន្លាខ្លះក៏មិនខ្វល់រហូតបានឃើញច្រកបំបែកនាផ្លូវធំខាងមុខយ៉ាងច្បាស់ប្រមាណជា100ម៉ែត្រទើបបានធូរស្បើយចិត្តឡើងវិញអ្វីបើបានចេញចាក់រៀងឆ្ងាយហើយក្តីក៏ខ្ញុំនៅតែលួចដៀងភ្នែកត្រឡប់ទៅក្រោយវិញម្ដងដោយខ្លាចថានឹងមានអ្វីបានតាមមកទៀតរហូតបានមកដល់ច្រកផ្លូវធំខ្ញុំមានអារម្មណ៍ធូរក្នុងទ្រូងដូចគេដកបន្លាចេញប៉ុន្តែខណៈពេលក្រឡេកចុងក្រោយមើលទៅលើចុងឈើឯក្រោយខ្នងត្រង់ម្ដុំព្រៃចម្លែកនោះក៏ស្រាប់តែមានសត្វស្វាជាច្រើនក្បាលបានផ្ដើមស្រែកកងរំពងអង្រួនមែកឈើរង្គើខ្លាំងបើកភ្នែកធំសម្លឹងទៅកន្លែងដែលខ្ញុំចេញមកមុននេះហាក់បីដូចជាផ្អើលឬភិតភ័យនឹងអ្វីមួយមិននៅបងអង្គយូរខ្ញុំក៏ប្រាប់អាពីងឲ្យប្រញាប់រត់ចេញពីទីនេះរហូតតតែបានមកដល់ផ្ទះហត់ស្ទើរតែធ្លាក់អណ្ដាតរៀងខ្លួនដង្ហើមក៏ដកសឹងតែមិនចង់ដល់គ្នាញើសក៏ជោកខ្លួនប្រានបានត្រឡប់មកដល់ទីសំណាក់នៃផ្ទះចាស់វិញក៏ឃើញក្រុមអ្នកគ្រូកំពុងនាំគ្នាអង្គុយជុំធ្វើមុខស្រពោននៅលើកាំជណ្ដើររងចាំមើលផ្លូវខ្ញុំនិងអាពីងទំនងជាភ័យដោយសារបាត់មិនឃើញនៅផ្ទះមិនយូរប៉ុន្មានមេឃក៏បានរលឹមស្រោចស្រពមកមួយប្រាវល្មមតែសើមដីនឹងទៅទឹកក្បាលជោកប៉ុន្តែក៏ជាសំណាងដែរដែលខ្ញុំបានប្រមូលអស់ស្ងួតទុកដាក់រួចខ្លះនៅក្រោមផ្ទះតាំងពីម្សិលមិញកាលពីយប់នេះគ្មានអ្វីដុតបំភ្លឺក្រោយថ្ងៃលិចផុតទៅភ្លើងភ្នក់ក៏ត្រូវបានបង្កាត់ឆេះថ្កូលឡើង
ខ្ញុំក៏ប្រញាប់យកសៀវភៅរបស់អាភាដែលបានសៀតជាប់នឹងចង្កេះមកហាលសម្ងួតព្រោះតែវាមានសភាពសើមតិចៗមុននឹងយកទៅទុកកន្លែងដើមវិញហើយក៏ត្រឡប់បង្ហួសទៅងូតទឹកក្រោយផ្ទះឲ្យបានមុនគេស្រាប់តែប្រទះឃើញផ្កាម្លិះជាច្រើនអណ្ដែតពេញតែក្នុងពាងស្របពេលអាធីតាក៏បានអើតកស្រែកប្រាប់មកពីលើផ្ទះថាទាំងអស់នឹងគឺជាផ្ការបស់វាដែលបានបេះពីតាមផ្លូវមកទុកដាក់លាយទឹកគ្រាន់ងូតទៅមានក្លិនក្រអូបវាក៏បានបន្តថាបងឯងងូតមុនទៅមិនអីទេពួកខ្ញុំប្រហែលជាចាំញ៉ាំបាយរួចយកបន្តិចទើបទៅងូតដើមរាត្រីក្រោយសូរិយារលត់ពន្លឺទៅមិនទាន់ស្រួលបួលផងអាកាសធាតុប៉ុន្មានម៉ោងបន្ទាប់ឆ្លងក៏ចាប់ចុះត្រជាក់ស្រឹកដំណើរផ្ទៃមេឃក៏យល់ស្រឡះក្រោយទើបនឹងរាំងស្ងប់រលឹមទៅថ្មីទឹកនៅក្នុងកូនពាងថ្លាត្រជាក់ដួសចាក់ស្រោចស្រពរងាសឹងតែដល់ថ្លើមប្រមាត់ធ្មេញក៏ញ័ររំដំព្រឺព្រួចខណៈពេលកំពុងងូតទឹកខ្ញុំទទួលអារម្មណ៍ថាវាហាក់ពើផ្សាអស់មួយតួប្រាណលុះក្រោយពិនិត្យមើលស្នាមទើបបានដឹងថាមានបន្លាមុតឆ្កូតរុះពេញលើរាងកាយរហែកទាំងអាវបន្តិចទៀតផងនិងបានបោកពូតយកទៅរលាស់ហាលនៅលើបង្កាន់ដៃខាងលើជិតនឹងមាត់ទ្វារបន្ទាប់ក្រោយពីងូតទឹករួចរាល់ឈានដល់ពេលសម្រាប់ទទួលទានបាយយប់ពួកយើងនៅតែមានអាហារគ្រប់គ្រាន់សម្រាប់ញ៉ាំមានបន្ថែមទាំងផ្លែឈើមួយចំនួនដែលអាពីងបានវេចខ្ចប់ទាំងត្រដាបត្រដួសយកមកពីក្នុងព្រៃនោះផងបានដៃអាមុំនិងអាធីតាស្រវាដណ្ដើមគ្នាយកមកខំទំពាញ៉ាំយ៉ាងជក់មាត់ទំនងបែបជាមានឲ្យជារសឆ្ងាញ់ខ្លាំងណាស់ហើយលើកលែងតែអ្នកគ្រូភាវាបានត្រឹមតែឈោងដៃទៅចាប់មកកាន់បងវិលពិនិត្យមើលបន្តិចក៏ដាក់ចុះវិញបង្កប់ដោយទឹកមុខហាក់ដូចជាកំពុងគិតដល់រឿងអ្វីមួយប៉ុន្តែក៏មិនជាចម្លែកឡើយដែលតាំងពីដើមមកវាតែងតែឆ្ងល់គ្រប់រឿងទៅហើយឲ្យតែជួបរបស់ណាមិនស្គាល់ច្បាស់បន្ទាប់ពីញ៉ាំបាយនិងផ្លែឈើទាំងអំបាលម៉ាននោះជាបង្អែមលាងមាត់រួចរាល់អាពីងក៏ងើបបងកក្រមាដើរចុះទៅងូតទឹកក្រោយផ្ទះតែម្នាក់ឯងស្ងាត់លុះច្រើននាទីកន្លងដោយសារតែបាត់ដៃគូនិយាយឆ្លើយឆ្លងយូរពេកនិងដោយការបារម្ភផងអាមុំក៏បានស្រែកសួរពីលើផ្ទះទៅក៏នៅតែមិនឮវាតបឆ្លើយរហូតតតែបន្តិចក្រោយវាក៏សម្រេចអើតមើលតាមបងអួចឃើញអាពីងកំពុងអង្គុយចោងហោងប្រឹងក្អួតចង្អោរជាប់ដប់ព្រៃក្បែរពាងទឹកអាមុំស្លន់ស្លោរូតរះចុះទៅក្រោមតាមជណ្ដើរមើលជើងសឹងមិនចង់ទាន់សំដៅទៅជួយគក់ខ្នងរហូតវារៀងបានធូរស្បើយបន្តិចទើបអាចក្រោកទៅងូតទឹកលុបលាងខ្លួនមុននឹងឡើងមកលើផ្ទះវិញរួចបន្តដើរទៅប្រាស់ខ្លួនដេកធ្វើប្រងើយដោយមិននិយាយស្ដីអ្វីច្រើនឡើយមិនដឹងថាវាឈឺឬអស់កម្លាំងឬក៏ប្រហែលជានៅមិនទាន់បាត់ខឹងនឹងខ្ញុំផងក៏ថាបានអាមុំនិងធីតានៅអង្គុយរអ៊ូងើថាមកពីវាស៊ីច្រើនពេកទើបឆ្អែតជ្រុលបង្កទៅជាអាការៈមិនស្រួលខ្លួនពួកវានៅរអ៊ូចុះឡើងតតែអាពីងដេកស្រមុកក្រកគ្មានពេលបាននៅស្ដាប់ពួកវាឡើយនៅឯខាងក្រៅផ្ទះពន្លឺលោកខែចាប់ផ្ដើមរះក្រោយផុតរលឹមមួយប្រាវកាលពីក្បាលប្រលប់បង្ហាញទិដ្ឋភាពនៅតាមផ្លូវ
និងបរិវេណជុំវិញយ៉ាងច្បាស់ជាពិសេសគឺវត្តមានដើមឈើព្រៃធំធំដែលត្រូវបានហ្វូងអំពិលអំពែងរាប់ពាន់សែនលានក្បាលហើរទៅប្រតោងរោមលុះតាមមើលកាន់តែយូរក៏ឃើញថាវាហាក់មានចំនួនច្រើនទ្វេដងជាងកាលពីម្សិលមិញទៅទៀតខ្ញុំដកដង្ហើមធំបន្ទាប់ពីរលឹកនឹកទៅដល់វេលាម្សិលមិញក្រោយជួបរឿងជាច្រើននាពេលរាត្រីនោះចិត្តខ្ញុំនៅតែមិនអាចយល់ដាច់ស្រេចក៏ចេះតែកើតការស្រមើស្រមៃរវើរវាយម្នាក់ឯងឥតឈប់ឈរខួរក្បាលដិតដាមជាប់នៅរាល់ហេតុការណ៍ដែលបានកើតឡើងគិតពេករហូតដល់ថ្នាក់ធ្វើឲ្យក្រុមអ្នកគ្រូឆ្ងល់ថាហេតុអ្វីខ្ញុំនៅចំណាយពេលអង្គុយញ៉ាំបាយយឺតជាងគេខុសពីសពដងវេលាយប់ខ្យល់បក់វូវូជាប់សូរតាំងពីថ្ងៃទើបលិចនិងចេះតែបន្តរសាត់ផាត់មកលំហើយធ្វើឲ្យភ្នក់ភ្លើងដែលបានបង្កាត់មុខផ្ទះឆាប់ឆេះសោះសល់តែរងើកក្រហមច្រាលរួមនឹងកំទេចផងធូលីផ្សែងហុយតិចតិចអណ្ដែតគួចទៅលើប៉ុន្តែទោះយ៉ាងណាក៏នៅតែអាចចាំងពន្លឺបំភ្លឺឃើញច្បាស់នៅរាងកាយអាមុំនិងធីតាដែលទើបងូតទឹករួចចောင်းពងសារងខ្លីបង្ហាញសាច់សខ្ចីឈរកម្ដៅខ្លួននិយាយគ្នាលេងពីនេះពីនោះបន្តិចមុននឹងឡើងទៅលើផ្ទះព្រមគ្នារួចចុះអ្នកគ្រូភាបាត់ទៅណាហើយបើតាមអាពីអ្នកនោះប្រាប់ដោយសារតែវាខ្លាចងងឹតព្រោះភ្នែកមិនល្អទើបរូតរះងូតទឹកមុនគេតាំងពីប្រលប់ទើបត្រឡប់មកពីសាលាភ្លាមម្លេះហើយវេលាថ្មើរនេះសង្ស័យប្រហែលជាកំពុងរវល់ភ្នែកជាមួយសៀវភៅទៀតហើយទើបស្ងាត់មាត់ស្ងាត់កតាំងតែពីបាយរួចជាមួយគ្នាគិតមិនទាន់ផុតផងក៏ស្រាប់តែឮមាត់ពួកវាទាំង3និយាយគ្នាសើចក៏ក្អឹកនៅខាងក្នុងខណៈដែលខ្ញុំញ៉ាំបាយរួចក៏បន្តមកអង្គុយជាប់មាត់ចន្ទាលំហែអារម្មណ៍ចោលភ្នែកសម្លឹងទៅក្រៅរេរាសម្ដៅជើងមេឃក្នុងស្បៃអន្តកាលដែលកំពុងដំណើររំកិលគៀកចូលវេលាទទួលទានដំណេកក្នុងពេលខាងមុខដ៏ខ្លីនេះដើមរាត្រីវត្តមានលោកខែរះដូចគ្នាប៉ុន្តែទិដ្ឋភាពនិងពេលវេលាប្រព្រឹត្តទៅមានលក្ខណៈខុសផ្សេងឆ្ងាយពីយប់ម្សិលមិញបាត់រាល់វត្តមានមនុស្សម្នាបាត់ភ្លើងបំភ្លឺតាមផ្លូវបាត់រាល់ចរាចរណ៍មកទៅតាមរទេះយល់តែសម្រាមស្លឹកឈើរមៀលចុះឡើងក្នុងទីងងឹតព្រាលស្នូសន្ធឹកខ្យល់បក់យល់យោកមែកឈើធំតូចទង្គិចគ្នាប្រាវកើតជាសំឡេងគួរឲ្យខ្លាចប្រដូចបានទៅនឹងភិរុនរាត្រីដែលកំពុងចាប់រៀងរៀបនិងស្រោចស្រពបន្តមកទៀតប៉ុន្តែជាយូរម៉ោងហើយអ្វីក៏នៅតែធម្មតាដោយមានត្រឹមតែខ្យល់ផ្លេកបន្ទោលនិងរលឹមបន្តិចបន្តួចតែប៉ុណ្ណោះជាង1ម៉ោងបន្ទាប់សំឡេងមនុស្សក៏ស្ងាត់ងាកមកក្រោយមួយផ្លែតសម្លឹងទៅរាល់គ្នាអ្នកខ្លះបានដេកលេងរហូតដល់លក់មែនតែនបាត់អ្នកខ្លះនៅកំពុងច្រៀងលេងជាមួយកម្រងផ្កាក្រហមស្ងាត់ឯអ្នកខ្លះនៅសំងំអង្គុយអានសៀវភៅក្បែរមាត់បងអួចដើម្បីឲ្យសក់ត្រូវខ្យល់សំងួតបន្ទាប់ពីសើមក្រោយងូតទឹកនិយាយរឿងផ្កាមែនហើយផ្កាតើអាធីតាវាបានផ្កាក្រហមនោះមកពីណាបើចំណាំមិនខុសទេវាគឺជាផ្កាដែលខ្ញុំបានរើសប្រមូលទុកនិងថាយកមកផ្ញើវាកាលពីយប់មិញនេះទេតើ
ដោយមិនអស់ចិត្តខ្ញុំក៏ធ្វើជាដើរទៅជិតវានិងសុំពិនិត្យមើលក៏ឃើញថាទាំងទម្រង់រូបរាងទាំងក្លិននិងស្នាមបាក់ជាំដោយការក្តាប់ដៃគឺពិតជាផ្កានឹងមិនខុសមែនធីតាវាសម្លឹងមើលមុខខ្ញុំធ្វើក្បាលងីងើដោយការងឿងឆ្ងល់និងបានសួរមកថាផ្កាទាំងនេះមានបញ្ហាអ្វីមែនទេបងពេលត្រឡប់មកផ្ទះវិញខ្ញុំឃើញវានៅគោមួយពំនូកតូចក្បែរកន្លែងបងឯងគេងយប់មិញទើបខ្ញុំយកវាមកក្រងលេងទៅត្បិតក្លិនវាក្រអូបស្រទន់ល្អណាស់តើបងឯងបានវាពីណាមកខ្ញុំញញឹមស្ងួតនិងឆ្លើយឲ្យតែរួចទៅវិញថាមិនមានបញ្ហាអ្វីទេបងបានបេះវាមកពីព្រៃទុកថាផ្ញើឲ្យអូនឯងនឹងហើយដោយឃើញវាស្អាតនិងក្រអូបស្រស់ផងដើម្បីបន្លប់កុំឲ្យវាចាប់អារម្មណ៍ដឹងខ្ញុំក៏បងវាយសំណួរធ្វើជាសួរនាំរឿងផ្សេងក្នុងថ្ងៃនេះលុះក្រោយបញ្ចប់ការឆ្លើយឆ្លងគ្នាខ្ញុំក៏ប្រាប់ឲ្យវាឆាប់ដេកព្រោះថ្ងៃនេះនឿយកម្លាំងច្រើនណាស់ហើយឯខ្ញុំក៏ត្រឡប់ដើរមកអង្គុយសម្រាកជាប់មាត់ទ្វារវិញជាធម្មតាព្រមជាមួយអារម្មណ៍រៀងសប្បាយចិត្តខ្លះត្បិតបន្ទាប់ពីឃើញផ្កាទាំងនោះក៏គិតថាយ៉ាងហោចណាស់វាក៏ជាវត្ថុតាងមួយសំខាន់បញ្ជាក់យ៉ាងច្បាស់គឺគ្រប់យ៉ាងវាពុំមែនត្រឹមតែជាការយល់សប្តិនោះទេអង្គុយម្នាក់ឯងចោលភ្នែកទៅភ្នក់ភ្លើងអណ្ដែតអណ្ដូងជួនកាលក៏ភ្ញាក់ម្ដងនឹងសម្រែកសัตว์ចេញពីទីឆ្ងាយស្របពេលដែលអំពិលអំពែកក៏ស្រាប់តែឃើញផ្អើលនាំគ្នាហើរប្រញាយបំបែកចេញមកពីតាមកំពតទីរបាំងព្រៃនិងប្រឡោះវាលដីម្ដុំស្មៅស៊ុបទ្រុបទំនងជាផ្អើលដោយសារមានសត្វអ្វីដើរទៅក្បែរវាលុះសម្លឹងយូរទៅក៏ឃើញមានកាន់តែច្រើនឡើងព្រោងព្រាតហោះហើររសាត់អណ្ដែតទៀបខ្ពស់ទៅឆ្វេងទៅស្ដាំមានខ្លះក៏ទៅទុំតោងបន្តបន្ទាប់លើបង្គៀបមែកឈើសឹងតែគ្រប់ទីកន្លែងយូរម្ដងខ្ញុំក៏ចុះទៅក្រោមដាក់បន្ថែមអស់ដើម្បីឲ្យភ្លើងបន្តឆេះគ្រាន់នឹងបានពន្លឺខ្លះត្បិតមិនទុកចិត្តក្រែងអាចនឹងមានពពួកអាសេរពឹសឬសត្វសាហាវណាមួយចូលមកក្បែរផ្ទះពេលខ្លះក៏បង្ហោះដើរចេញទៅឈរលើផ្លូវសម្លឹងមើលឆ្វេងមើលស្ដាំមកទៅក្រែងប្រទះភ្លើងតាមមុខផ្ទះណាមួយដូចយប់ពីម្សិលមិញប៉ុន្តែជាក់ស្ដែងគឺគ្មានឃើញសូម្បីតែមួយសោះយល់តែសេះដើរស៊ីស្មៅទន្សាយរត់លោតតាមកំពតផ្កាមានទាំងជ្រូកព្រៃបណ្ដើរកូនត្រៀបត្រាកណ្ដុរធំតូចនិងក្ងោកស្អាតដើរទាំងគូនាវេលាយប់ស្ងាត់ឈរមើលអស់ចិត្តខ្ញុំក៏ត្រឡប់ទៅអង្គុយបណ្ដែតអារម្មណ៍ជាប់មាត់ចន្ទាវិញស្ដាប់សំឡេងសត្វយំល្វើយបណ្ដើរភ្នែកក៏នៅតែសម្លឹងជាប់ទៅផ្លូវក្រែងមានរទេះណាបកាត់រហូតតតែមួយសន្ទុះធំក្រោយក៏លឺសម្រាប់ជើងនរណាម្នាក់បានដើរតិចខាងក្រោយខ្នងសំដៅមកអង្គុយទន្ទឹមក្បែរខ្ញុំដល់ពេលងាកមុខទៅចំទើបដឹងថាជាសុភាដែលបាននឹងកំពុងដើរចេញមកព្រមជាមួយសៀវភៅអានសំណប់ចិត្តរបស់វានៅក្នុងដៃបន្ទាប់ពីផាត់សារ៉ុងបន្ទន់ខ្លួនអង្គុយចុះភ្លាមក្លិនខ្លួនដ៏ក្រអូបរបស់វាបានភាយសាយមកចូលពេញក្នុងច្រមុះខ្ញុំដែលអង្គុយនៅជិតសឹងតែប៉ះសាច់គ្នាមកដល់ភ្លាមភ្នែករបស់វាពិតមិនបាននៅជាប់នឹងសៀវភៅដូចមុនទេគឺបែរជាជាប់ចិត្តនឹងសម្លឹងមើលទៅលើផ្ទៃមេឃដូចគ្នានឹងខ្ញុំបន្ទាប់មកទើបនិយាយឡើងថាលោកខែយប់នេះរះស្អាតខ្លាំងណាស់ចង់តែចេញដើរទៅលេងខាងក្រៅលំហែឲ្យបាន 2-3 ជុំសិនទេចាំត្រឡប់មកដេកវិញខ
ខ្ញុំពេបមាត់និយាយឌឺដងលេងទៅវាថាងាប់ហើយត្រឹមតែពេលថ្ងៃហ្នឹងភ្នែកដើរមើលផ្លូវស្ទឹងមិនទាំងច្បាស់ស្រួលបួលផងចុះទម្រាំតែពេលយប់ងងឹតទៀតហើយប្រសិនបើមានជនអាក្រក់ណាគេចាប់បាត់ទៅក៏ពិតនឹងគ្មានផ្លូវសង្ឃឹមថានឹងបានវិលមកវិញឡើយសុភាធ្វើមុខក្រញើទំនងជាខឹងទើបងាកមកជ្រួញចិញ្ចើមដាក់ខ្ញុំហើយចាប់និយាយសោកសៀតមកវិញភ្លាមថាបញ្ឈប់សម្ដីដ៏អពមង្គលរបស់បងឯងនេះទៅបើថាមិនចង់ជូនទៅទេក៏អត់ចុះមិនចាំបាច់និយាយរាយរាប់វែងឆ្ងាយទេនិយាយចឹងយប់មិញដូចជាឃើញបងឯងគេងលក់ស្រួលណាស់ហេតុអ្វីក៏យប់នេះបែរជាមានពេលអាចមកអង្គុយហាលមុខហាលសន្សើមទៅវិញគប់ជួនឬវានិយាយពីរឿងដេកនឹងដែរខ្ញុំក៏ភ្ជាប់សំណួរបញ្ជាក់បន្ថែមទៅវាថាអូនឯងច្បាស់ហើយមែនទេថាឃើញបងដេកលក់សុភាក៏បានឆ្លើយតបមកវិញភ្លាមដោយមិនចាំយូរថាមិនលក់យ៉ាងម៉េចបើឃើញបងឯងថ្មិចភ្នែកមិនកំរើកខ្លួនបន្តិចណាផងតាមពិតទៅយប់មិញរងាខ្លាំងណាស់ប៉ុន្តែវាក៏មិនស្មើចិត្តដែលខឹងនឹងឆ្មាដែលសឹងតែមួយយប់ទល់ភ្លឺឮតែសំឡេងខំគ្នាអាខ្លះរត់តាមដំបូលផ្ទះអាខ្លះហក់ប្រតោងឡើងតាមជញ្ជាំងចុងក្រោយអើតកតាមបងអួចបំរុងនឹងលោតចូលមកក្នុងបន្ទប់ទៀតទ្រាំមិនបានខ្ញុំក៏ក្រោកងើបចេញពីគ្រែដើរលោបទាំងរំលងអាត្រៀតមកសំងំគេងក្បែរបងឯងវិញទៅប៉ុន្តែបើទោះជាខំខ្សឹបហៅនឹងអង្រួនដាស់យ៉ាងណាក៏បងឯងមិនភ្ញាក់សោះគេងលក់ស្ពឹករហូតតតែដល់ពេលព្រឹកខ្ញុំចេញទៅសាលាហើយក៏ឃើញបងឯងនៅតែគេងលក់យ៉ាងមានក្តីសុខទៀតបានឮវានិយាយអះអាងមកច្បាស់បែបនេះខ្ញុំក៏ចាប់ផ្ដើមរៀងវិលវល់នៅក្នុងចិត្តសាជាថ្មីចោលភ្នែកសម្លឹងមើលទៅដងផ្លូវមុខផ្ទះត្បិតហាក់មិនអស់ចិត្តទាល់តែសោះនៅអ្វីដែលខ្ញុំបានជួបដែលពុំសមណាថាវាត្រឹមតែជាការយល់សប្តិប៉ុន្តែក៏ពុំដឹងថាអាចពន្យល់ទៅកាន់នរណាឲ្យជឿលើរឿងនេះបានដើម្បីបញ្ជាពីអារម្មណ៍សៅហ្មងទាំងឡាយនោះខ្ញុំក៏បានធ្វើពុតជាបដូរប្រធានបទនិងសួរនាំពីរឿងផ្សេងទៅកាន់វាថានិយាយចឹងថ្ងៃនឹងការងារនៅសាលាដំណើរការស្រួលឬលំបាកយ៉ាងណាខ្លះដែរសុភាដកដង្ហើមវែងពុតខ្លួនពុតម្រាមដៃដ៏ស្រួចដូចបន្លាក្រូចរបស់វាលាន់ព្រឹបញញឹមបង្ហាញធ្មេញទន់សាយទើបឆ្លើយតបមកវិញដោយអារម្មណ៍ជឿជាក់ថាវាគ្មានអ្វីលំបាកទេត្រឹមតែការងារប៉ុណ្ណឹងតែអ្នកដែលលំបាកជាងខ្ញុំទៅទៀតនោះគឺអនាគតពួកសិស្សដែលកែបន្ទុកទៅឃើញថាធ្លាក់ហើយចុះបងឯងបានទៅដល់ទីណាខ្លះថ្ងៃនេះត្បិតចង់ប្រលប់យប់ទៅហើយបែរជាទើបនឹងឃើញនាំគ្នាដើរទាំងពីរនាក់ចេញពីច្រកព្រៃខាងមុខនឹងទៅវិញដល់ថ្នាក់សូម្បីតែអាវនោះក៏រហែកសោះសាច់ដូចទើបនឹងមកពីច្បាំងគ្នាឯទីណាមកវានិយាយបណ្ដាចោលភ្នែកទៅអាវដែលខ្ញុំបានពាក់ព្យួរហាលនៅលើបង្គកាន់ដៃខាងក្រោមតាំងពីក្បាលប្រលប់ខ្ញុំដកដង្ហើមធំវិញម្ដងនិងគិតនៅក្នុងចិត្តថាខំតែកិច្ចថាមិនចង់និយាយអ្វីពាក់ព័ន្ធនឹងហេតុការណ៍ចម្លែកទាំងឡាយដែលបានកើតឡើងនោះទេតែចុងក្រោយសំណួរវាក៏អូសទាញសាច់រឿងឲ្យចូលមកកន្លែងនឹងដដែលខ្ញុំក៏ចាប់និយាយមួយបែបមិនចង់ឆ្លើយតបទៅវិញទាំងដែលមិនបានមើលមុខវាផងថាក្រោយក្រោកពីដេកបងមិនដឹងធ្វើអីក៏ចេះតែនាំអាពីងដើរកំសាន្តលេងតាមព្រៃក្បែរនឹងទៅតែព្រៃវាមិនស្រឡះទើបដើរទៅតាក់ប៉ះមុតរុះនឹងបន្លាខ្លះរហែកអស់ទាំងអាវហើយក៏ជួនមេឃក៏រោបកលចង់ភ្លៀងផងធ្វើឲ្យព្រៃងងឹតនឹងឈានដល់ការវង្វេងផ្លូវតិចតួចទើបបណ្ដាលឲ្យយឺតយ៉ាវដំណើរត្រឡប់មកវិញសុភាញញឹមតិចយកដៃច្រត់ចង្កាចោលភ្នែកមើលមកខ្ញុំមួយផ្លែតរួចទើបបែរត្រង់សំដៅទៅភ្នក់ភ្លើង
ដាក់ជើងដ៏សស្រឡូនរបស់វាសណ្ដូកតាមបណ្ដោយកម្មចន្ទាស្ងាត់មាត់មិនឮនិយាយស្ដីអ្វីតបឡើយលុះបន្តិចក្រោយពួកយើងក៏បានភ្ញាក់នឹងសំឡេងផ្គរក្រហឹមក្រឹមពីជើងមេឃឆ្ងាយទើបបណ្ដាលចិត្តវាឲ្យបន្តហើបមាត់និយាយដោយសំឡេងខ្សឹបទំនងបែបមិនចង់ឲ្យអ្នកខាងក្នុងស្ដាប់ឮបងឯងកុហកខ្ញុំទេដឹងរឿងរ៉ាវប្រហែលជាអាចមានច្រើនជាងនឹងតែមកពីបងឯងមិនចង់និយាយចេញត្រូវឬអត់ខ្ញុំស្គាល់បងតាំងតែពីក្មេងមកម្លេះតើមនុស្សដូចបងនឹងមែនទេដែលចេះវង្វេងព្រៃដោយឡែកឯទឹកមុខបងប៉ុន្មានថ្ងៃនេះជាពិសេសពេលញ៉ាំបាយវាបានបង្ហាញយ៉ាងច្បាស់ណាស់ថាបងកំពុងតែគិតដល់រឿងអ្វីមួយដ៏ស្មុគស្មាញយ៉ាងប្រាកដតែសុខចិត្តលាក់ទុកមិនឲ្យគេដឹងយកល្អបងគួរនិយាយត្រង់មកក្រែងខ្ញុំអាចជួយបានខ្លះថាមិនត្រូវខ្ញុំក៏អាចបង្ហាញផ្លូវតាក់ទងនឹងរឿងទាំងឡាយនោះទៅកាន់បងផងក៏ថាបានឬក៏បងភ្លេចហើយថាសុភាជាប្អូនពូកែតាមដានស្រាវជ្រាវតាំងពីក្មេងមកនោះនិយាយចប់វាក៏សើចលេងបង្ហាញថ្ពាល់ខូចនិងធ្មេញទុនសាយសាជាថ្មីឃើញហើយចង់តែផ្ទះមួយដៃបើតាមចិត្តខ្នាញ់និងទឹកមុខរបស់វាខ្ញុំនៅចំហមាត់ស្ដាប់វារហូតតតែបានបញ្ចប់ត្រឹមប៉ុន្មានឃ្លាខាងលើក៏ដកដង្ហើមធំម្ដងជាពីរដងរួចទើបឆ្លើយតបទៅវិញថាអូនឯងដឹងទេបងពិតមានក្តីរំពឹងជាប់មកថាការដែលបានមកទស្សនាលេងកម្សាន្តនៅលើទឹកដីនេះបំណងនឹងស្គាល់រសជាតិដំណើរវែងឆ្ងាយក៏នឹងបានទទួលនៅភាពរីករាយក្នុងការទស្សនាប្រាង្គប្រាសាទនានារួមនឹងទិដ្ឋភាពធម្មជាតិដែលគេល្បីថាស្អាតពិសិដ្ឋគ្មានគូប្រៀបនោះផងប៉ុន្តែផ្ទុយទៅវិញរឿងហេតុមិនល្អជាច្រើនវាបានឲ្យប្រផ្នូលតាំងពីមុនចេញដំណើរមកម្លេះជាពិសេសគឺត្រូវបានរំខានដោយការរវើរវាយផ្ដេសផ្ដាស់ក្នុងដំណេកយល់សប្តិជាច្រើនលើកនិងច្រើនសារប្រទះយល់តែរូបភាពប្លែកខណៈពេលថ្ងៃក៏ជួបតែមនុស្សចម្លែករីឯធម្មជាតិក៏សែនខុសឆ្ងាយទាំងស្រុងពីការគិតសូម្បីតែក្នុងពេលនេះបងក៏នៅតែមានអារម្មណ៍ថាវាហាក់បីដូចជាកំពុងមានរឿងអាថ៌កំបាំងអ្វីម្យ៉ាងនៅតាមអន្ទោលជាប់ប្រាណជានិច្ចដែលពិតជាសែនពិបាកនៅក្នុងការនិយាយប្រាប់ទៅកាន់នរណាម្នាក់ឲ្យបានយល់បងក៏បានគិតថាទីផ្ទះនេះក៏ហាក់ពុំសមនឹងវត្តមានពួកយើងឡើយព្រោះតាំងតែពីបានមកដល់ក៏ជួបតែរឿងផ្សេងដែលមិនសមថានឹងអាចកើតមានតាំងពីមនុស្សទីតាំងរួមនឹងកំណត់ហេតុស្លាកស្នាមជាច្រើនដោយដែលយើងបានឃើញដំបូងកាលពីម្សិលមិញនោះចុះអូនឯងអត់យល់ថាវាមានភាពខុសប្រក្រតីខ្លះទេឬតាំងតែពីយើងបានឈានជើងមកដល់